វគ្គស័ព្ទទី12ការអានព្រះគម្ពីរដកស្រង់ពី2ធីម៉ូថេជំពូក3ខ16កគ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេការអានព្រះបន្ទូលគឺជាការស្រូបយកព្រះពីព្រះគម្ពីរនៅពេលដែលយើងចូលមកឯព្រះគម្ពីរយើងត្រូវតែបរិភោគនិងផឹកព្រះអង្គដូចជាអាហាររបស់យើងនៅពេលដែលយើងបរិភោគព្រះបន្ទូលរបស់ព្រះអង្គម្ចាស់យើងមានសេចក្តីអំណរនិងការអរសប្បាយនៅក្នុងចិត្តរបស់យើងខ្លឹមសារ2ធីម៉ូថេជំពូក3ខ16កគ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេយេរេមៀចំពោះ15ខ16ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរហើយជាទីរីករាយចិត្តដល់ទូលបង្គំរ៉ូម៉ាំង1ព្រះគម្ពីរទាំងមូលគឺជាព្រះបន្ទូលរបស់ព្រះដែលជាខ្យល់ដង្ហើមរបស់ទ្រង់ការអានព្រះបន្ទូលគឺជាការស្រូបយកព្រះពីព្រះគម្ពីរផ្លូវដែលព្រះបានកំណត់ទុកសម្រាប់យើងដើម្បីទទួលអំណរទ្រង់គឺការអានព្រះបន្ទូលមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកដែរគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះគឺជាអាហារខាងវិញ្ញាណរបស់មនុស្សរ៉ូម៉ាំង2ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយអេរិយាបថរបស់យើងចំពោះការមកឯព្រះគម្ពីរគួរតែជាការបរិភោគនៅពេលដែលយើងមកឯព្រះគម្ពីរយើងត្រូវតែបរិភោគនិងផឹកព្រះអង្គម្ចាស់ជាអាហាររបស់យើងត្រូវតែដកដង្ហើមចូលព្រះអង្គទ្រង់ផ្ទាល់និងទទួលអំណរទ្រង់ពីមួយថ្ងៃទៅមួយថ្ងៃយើងត្រូវការមកឯព្រះបន្ទូលគ្រប់ពេលវេលាយើងកាន់តែអានយើងនឹងកាន់តែបានស្កប់ចិត្តកាន់តែបានបំពេញកាន់តែមានកម្លាំងនិងកាន់តែបានចម្រើនកម្លាំងហើយព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរហើយជាទីរីករាយចិត្តដល់ទូលបង្គំអាហារល្អតែងតែធ្វើឲ្យយើងរីករាយព្រះបន្ទូលរបស់ព្រះអង្គម្ចាស់គឺដូចគ្នានៅពេលដែលយើងបរិភោគព្រះបន្ទូលរបស់ព្រះអង្គម្ចាស់យើងមានសេចក្តីអំណរនិងជាទីរីករាយនៅក្នុងចិត្តរបស់យើងរ៉ូម៉ាំង3សូមឲ្យព្រះអង្គជាពិធីជប់លៀងខ្ញុំបំពេញដោយព្រះវិញ្ញាណនិងព្រះបន្ទូលក្នុងពិធីជប់លៀងខ្ញុំហូបផឹកព្រះអង្គឲ្យបានអំណរភាពបរិបូរណ៍ព្រះអង្គទ្រង់បំបត្តិការហេវស្រែក
ឲ្យខ្ញុំស្កប់ចិត្តព្រះអង្គចិញ្ចឹមខ្ញុំឲ្យខ្ញុំបានផឹកបំពេញអស់ការឃ្លានបំបត្តិការស្រេកឲ្យខ្ញុំរីករាយមានកម្លាំងក្នុងជីវិតបំពេញអស់ការឃ្លានបំបត្តិការស្រេក